បានផឹកប្រពន្ធទេមិនលើកប្រការនេះលោកប្តីមួយចំនួនតូចគួរកែប្រែទៅប្រពន្ធបារម្ភទើបទេទៅសួរនាំចាំថាគ្មានអ្នកណាល្អជាងប្រពន្ធនោះទេអ្នកផឹកស្រាច្រើនឬក៏អ្នកញៀនស្រាអ្នកផឹកមានច្រើនម៉ូដខ្លះផឹកស្លូតអ្នកខ្លះផឹកកាចអ្នកខ្លះផឹកហ៊ានខ្លះទៀតផឹកខ្លាចថាឃើញបិសាចលើចុងរស័យអ្នកខ្លះទៀតផឹកស្រាហើយហាមិនស្ដាប់ទេទាញទូរស័ព្ទមកឆាតទៅញ៉ែស្រីខ្លះទៀតផឹកស្វឹងហើយបានសម្ដីថាមានបារមីកាប់មិនមុតដុតមិនឆេះខ្លះទៀតផឹកស្រាស្វឹងលេងស្គាល់លេងដឹងថាមានប្រពន្ធកូនប្តីអ្នកខ្លះទៀតផឹកស្រាស្រវឹងលេងដឹងអីដេកнүនៀតដីឆ្កែលិតមាត់ទៀតក៏មានដែរអ្នកខ្លះទៀតស្វឹងស្រាលេងស្គាល់បងប្អូនពុកម៉ែធ្វើម៉េចក៏បានដែរឲ្យតែខ្លួនឯងបានផឹកសុំនិយាយខ្លាំងតិចណាកុំរើសដាក់ខ្លួនសម្រាប់បងប្អូនមួយចំនួនដែលគាត់ប្រសាស្រាណាហើយអ្នកផឹកស្រាច្រើនណាមិនងាយចាស់ទេព្រោះថាត្រូវស្លាប់មុនចាស់តាមកាប់ពិតណាអ្នកផឹកស្រាមិនថាស្រីមិនថាប្រុសទេបើថាញៀនស្រាហើយគឺពិបាកនឹងកែណាស់ហើយសម្រាប់អ្នកផឹកស្រាគឺផឹកសบายតែយូរទៅខាតទ្រព្យខូចសុខភាពខ្សោយសតិហើយក៏អាយុខ្លីផងដែរបងប្អូនសង្កេតមើលក្រុមគ្រួសារណាក៏ដោយឲ្យតែក្នុងក្រុមគ្រួសារនោះមានប្តីឬក៏ប្រពន្ធជាអ្នកញៀនស្រាជាអ្នកផឹកស្រាច្រើនមួយថ្ងៃគឺថាដាច់ស្រាមិនបានណាក្រុមគ្រួសារនោះគ្មានសេចក្តីសុខនិងសុភមង្គលនោះទេឧទាហរណ៍ថាបើប្តីផឹករលុយបានតិចតួចមកពីធ្វើការវិញល្ងាចឡើងជុំជើងគ្នាផឹកឲ្យស្វឹងអស់លុយថ្លៃស្រាស្វឹងឲ្យមកដល់ផ្ទះវិញរួរឿងវាយប្រពន្ធទៀតអ្នកខ្លះស្លូតទៅគ្រាន់ផឹកឲ្យដេកបើអ្នកខ្លះមិនស្លូតផឹកមកដល់ផ្ទះវាយរួរឿងប្រពន្ធកូនឲ្យគ្នារស់នៅមិនបានសុខមនុស្សប្រុសខ្លះទៀតផឹកស្វឹងចូលក្លឹបចូលបារផឹកស្រាឲ្យមានស្រីដេកជាមួយស្រីស្មាត់ទោសជួនកាលឆ្លងរោគឆ្លងជំងឺមកដល់ប្រពន្ធខ្លួនឯងនៅផ្ទះនេះទៀតហើយបងប្អូនកុំទៅបន្ទោសស្រាមកពីយើងខ្លួនឯងអត់ចេះគ្រប់គ្រងខ្លួនឯងអត់ចេះឲ្យតម្លៃខ្លួនឯងដឹងតាថាស្រានឹងទៅផឹកច្រើនច្បាស់ជាស្វឹងហើយតែនៅតែចង់ផឹកនៅតែចង់សុបាយទម្រាំតែដឹងខ្លួនហួសពេលបាត់អ្នកខ្លះផឹកស្រាតធ្លាក់ខ្លួនឈឺបានភ្ញាក់ខ្លួនអាខ្លួនឯងឈឺតែម្នាក់ឯងនឹងវាមិនខ្ជុំទេងុំវាធ្វើបាបដល់ប្រពន្ធដល់កូនទៀតមានចំណូលមកពីណាបើយើងជាមេគ្រួសារនឹងធ្លាក់ខ្លួនឈឺហើយអស់ទាំងលុយអស់ទាំងសុខភាពអស់ទាំងសេចក្តីសុខនៅក្នុងក្រុមគ្រួសារអស់ទាំងឈ្មោះអស់ទាំងកិត្តិយសអស់ទាំងមិត្តភាពកុំច្រឡំតែកាលណាធ្លាក់ខ្លួនឈឺអស់លុយហើយកុំគិតថាមិត្តភក្តិបាក់ពួកដែលធ្លាប់ជុលកែវជុលជើងគ្នាហ្នឹងមកជួយយកអាសាមកជួយឧបត្ថម្ភហើយម្យ៉ាងទៀតបើសិនជាយើងធ្វើជាពុកម៉ែគេហើយយើងផឹកស្រាវាជាគំរូមិនល្អដល់កូនព្រោះបើកាលណាតែផឹកស្រាស្វឹងហើយនឹងធ្វើនៅរឿងផ្សេងដែលនឹកស្មានមិនដល់ជាច្រើនវាធ្វើឲ្យមានភាពអាម៉ាស់នឹងកើតឡើងវាអស់តម្លៃត្រូវធ្វើឲ្យកូនប្រុសកូនស្រីនឹងទទួលរងនៅការអាម៉ាស់ទទួលបាបនឹងពីពុកម៉ែផងដែរទៅណាមកណាគេចោទថាជាកូនអ្នកប្រមឹកមួយថ្ងៃគិតតែផឹកខ្ជិលមិនចេះរស់ស៊ីអីដល់កូនធំទៅចង់បានប្រពន្ធចង់បានប្តីពិបាកគេមិនហ៊ានលើកឲ្យដែរហ្នឹងពួកអីឃើញចរិតម៉ែឪពិបាកចុងក្រោយចង់និយាយថាអញ្ចឹងមិនមែនថាហាមមិនឲ្យផឹកស្រានោះទេតែផឹកដោយមានទំនួលខុសត្រូវផឹកតិចតួចជួបជុំក្រុមគ្រួសារសម័យនេះហើយនៅស្រុកយើងក្មេងៗធំតែមិនទាន់ចេះផឹកស្រាបាត់ហើយប្តីប្រពន្ធក៏មិនមែនថាហាមគ្នាមិនឲ្យផឹកស្រានោះដែរតែកុំផឹករហូតដល់បំផ្លាញខ្លួនឯងកុំផឹករហូតដល់ធ្វើឲ្យក្រុមគ្រួសារត្រូវលំបាកកុំផឹករហូតដល់គ្រួសារបែកបាក់ប្រពន្ធរត់ចោលប្តីរត់ចោលប្រពន្ធកុំផឹករហូតដល់អស់តម្លៃជាមនុស្ស